បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះយើងវិលត្រឡប់មកជួបគ្នាជាថ្មីទៀតហើយបាទថ្ងៃនេះខ្ញុំមានវីដេអូមួយវាពាក់ព័ន្ធជាមួយនឹងវីដេអូមុនចាស់របស់ខ្ញុំមុនហ្នឹងដែរដែលខ្ញុំផុសនឹងជាប់បន្តគ្នាបាទពាក់ព័ន្ធរឿង account Facebook ឥឡូវបាទគឺវាប្លុកយើងច្រើនគ្នាហើយបាទអញ្ចឹងបងប្អូនប្រើប្រាស់ Facebook ប្រយ័ត្នប្រយែងបន្តិចចាត់ខុស policy បាទរឿងរូបភាពឬមួយក៏ការផុស comment អី share អីមួយប្រយ័ត្នប្រយែងណាបងប្អូនបាទ account យើងគឺមានបញ្ហាគ្រប់គ្នាអញ្ចឹងការប្រើប្រាស់ account Facebook គួរតែដាក់នៅ Gmail ដាក់email ហើយនឹង account លេខទូរស័ព្ទឲ្យបានត្រឹមត្រូវបច្ចុប្បន្នស្ដែងនៅថ្ងៃនេះគឺមានប្រូគាត់មានបញ្ហានឹង account disable បែបនេះបាទអ្នកខ្លះចេញតម្រងបែបនេះគឺសិតតែជាយើងខុសនៅ policy របស់គេហើយផុសបាទមុននឹងចេញបែបនេះគឺយើងខុសជាមួយនឹង policy គេច្រើនដងបាទអ្នកទាំងអស់គ្នាអត់សូវចាប់អារម្មណ៍ទេថានៅអ្វីដែលយើងមានបញ្ហាគឺគេ report ទុកមកច្រើនដងហើយយើងខុសម្ដងគេ report ទុកអ្នកនរនេះអាចចូលទៅ check មើលកន្លែងwallet បានណាអ្នកនរគ្នាអាចចូលទៅមើលកន្លែង wallet នេះទៅ setting ហើយនេះ setting នេះកន្លែង help center នេះអ្នកនរគ្នាណា help center នេះជាស្រ័យខុសសម្ដងទៀតបាទនេះកន្លែង help center ហើយនឹង support inbox នេះអញ្ចឹងអ្នកនរគ្នាមើលកន្លែងហ្នឹងទៅនឹងឃើញ live wallet នេះហើយបាទគឺខ្ញុំមានជាប់ការពមៀនច្រើនដែរប៉ុន្តែខ្ញុំព្យាយាមដោះជាមួយនឹងក្រុមហ៊ុន Facebook ជាច្រើនដងបាទតម្រាំតែបានណា account ខ្ញុំធ្លាប់ restrict ម្ដងហើយបាទហើយអានេះវាជាប់ច្រើនដងដោយសារតែខ្ញុំផុសក្នុង page ផុសបទចម្រៀង copyright brand របស់គេ idol របស់គេអញ្ចឹងគឺមិនទៅហើយអ្នកនរគ្នាបាទនេះខ្ញុំផុសពីបទចម្រៀងទេបាទផុសបទចម្រៀងបាទវីដេអូរបស់គេគឺវាជាប់ copyright ដែរណាអ្នកទាំងអស់គ្នាអូខេអញ្ចឹងអ្វីដែលខ្ញុំចង់ប្រាប់អ្នកនរគ្នាគួរតែមើលពួកនឹងទាំងអស់ណាយើងមានបញ្ហាតែជាប់ copyright ឬក៏ជាប់ wallet របស់គេហើយការពមៀនរបស់គេហើយ account អ្នកនរគ្នានឹងទៅហើយបាទហើយជាពិសេសអ្នកនរគ្នាចូលឆែកមើលកន្លែងនេះមួយទៀតចូលមើល profile របស់យើងហើយអ្នកនរគ្នាចុចមើលកន្លែងនេះណា account status នេះអញ្ចឹង account status របស់ខ្ញុំជាប់ការព្រមាន warning បាទប្រហែលដងហើយបាទជាប់មករហូតតែខ្ញុំនៅតែផុសទៀតគឺ restrict វាគ្រាន់ត្រឹមតែ restrict បាត់ account ខ្ញុំធ្វើអីលេងចេញទាំងអស់បាទដោយសារតែខ្ញុំដាក់ Gmail ហើយ personal ត្រឹមត្រូវអញ្ចឹងទៅគឺវាត្រឹមតែ restrict អញ្ចឹងយើងគ្រាន់តែ verify ជាមួយវាឲ្យច្បាស់ទៅវា restrict បាត់យើងតែមួយរយៈពេលទេហើយយើងវាត្រឡប់មកវិញដល់ខ្លួនឯងហើយអញ្ចឹងសម្រាប់បងប្អូនបញ្ហាមួយនេះគឺខ្ញុំបាទគឺសូមណែនាំថាភាគរយដែលបានមកវិញគឺតិចតែយើងមានវិធីសាស្ត្រដូចវិធីសាស្ត្រមួយនេះបាទដោយវិធីសាស្ត្រមួយនេះអ្នកទាំងអស់គ្នាអាចធ្វើតាមវីដេអូមួយខ្ញុំមួយនេះបាទគឺវាជាប់បែបនេះអ្នកទាំងអស់គ្នាដែលជាប់បែបនេះគឺអ្នកទាំងអស់គ្នាត្រូវតែចុចនៅចឹងទៅពេលដែលចុចហើយគឺវាឲ្យ confirm identity ណាអ្នកទាំងអស់គ្នាអញ្ចឹងពេលដែលអ្នកទាំងអស់គ្នាចុចទៅ confirm identity ទៅអ្នកទាំងអស់គ្នាកុំចុចបន្តទៀតបាទគឺមិនបាច់ផ្ញើឯកសារទេបើសិនបងប្អូនទាំងអស់គ្នាជាប់ជួបនឹងករណីបែបនេះណាអញ្ចឹងបើសិនជាបងប្អូនជួបនឹងករណីបែបនេះបងប្អូនត្រូវតែមានវិធីសាស្ត្រក្នុងការដោះស្រាយជាមួយវាទី1គឺបងប្អូនត្រូវតែទុកវារយៈពេល15ថ្ងៃបើសិនជាលើកទី1យើងទុកវាគ្រប់48ម៉ោងបងប្អូនមើលទៅ48ម៉ោងហ្នឹងលុកចូលម្ដងបងប្អូនធ្វើតាមខ្ញុំទៅ48ម៉ោងមកថាបងប្អូនលុកចូលមើលទៅវានៅដដែលវាដាក់ជាប់ដដែលណាវាដាក់នៅជាប់ឲ្យយើង ban ដដែល disable ដដែលចាក់សោបានន័យថា account យើងចាក់សោអញ្ចឹងអ្នកទាំងអស់គ្នាកុំបន្តធ្វើអ្នកនរគ្នាទុកវាចោលទៅមួយអាទិត្យលុកចូលមើលម្ដងមួយអាទិត្យលុកចូលម្ដងគាត់លុកចូលមើលទៅបានហើយបើសិនវានៅជាប់ដែលទេវាឲ្យនៅ confirm តាក់សញ្ញាបត្រដែលទេអ្នកនរគ្នាថយចេញវិញណាបើចុចទៅ confirm continue ទៅវាឲ្យផ្ញើអត្តសញ្ញាណប័ណ្ណអ្នកទាំងអស់គ្នាថយចេញវិញណាផ្ញើអត្តសញ្ញាណប័ណ្ណថយចេញវិញហើយទុកវារហូតដល់15ថ្ងៃ
account អ្នកទាំងអស់គ្នា15ថ្ងៃ account អ្នកទាំងអស់គ្នានឹងបានមកវិញហើយបាទជាក់ស្ដែងឥឡូវនេះអ្នកទាំងអស់គ្នាមើលទៅគ្រប់15ថ្ងៃគឺខ្ញុំលុកចូលម្ដងទៀតបាទអញ្ចឹង account នេះខ្ញុំអត់ធ្វើអីទេគឺខ្ញុំទុកចោលហើយខ្ញុំគ្រប់15ថ្ងៃគឺខ្ញុំលុកចូលវាម្ដងទៀតអញ្ចឹងអ្នកនរគ្នាមើលតាមវីដេអូរបស់ខ្ញុំនេះទៅបាទនៅពេលដែលគ្រប់15ថ្ងៃខ្ញុំលុកចូលវាឡើងវិញទៅអញ្ចឹងអ្នកនរគ្នាទស្សនាមើលនៅការដែលខ្ញុំគ្រប់15ថ្ងៃខ្ញុំលុកចូលវាម្ដងទៀតអ្នកនរគ្នានឹងឃើញនៅពេលដែលវាផ្ញើលេខកូដបាទអ្នកនរគ្នាខុសពីមុនអញ្ចឹងណាអញ្ចឹងខ្ញុំលុកចូលមើលសិនហើយអ្នកនរគ្នាមើលតាមវីដេអូរបស់ខ្ញុំហ្នឹងទៅនេះ account ខ្ញុំចាក់ Twitter បាទបាទអញ្ចឹងនេះឃើញទេអ្នកទាំងអស់គ្នាអញ្ចឹងវាក្រៅពី15ថ្ងៃមកខ្ញុំចុចនៅ continue នេះឃើញទេឃើញខុសហ៎ពីមុនវាឲ្យផ្ញើអត្តសញ្ញាណប័ណ្ណឥឡូវវាឲ្យ verify ជាមួយនឹងលេខជាមួយនឹង email អញ្ចឹងដល់ពេលដែល verify ជាមួយនឹង email ហើយគឺអ្នកទាំងអស់គ្នា easy ហើយណាអ្នកទាំងអស់គ្នានឹង easy ក្នុងការយក account យើងបានមកវិញហើយអញ្ចឹងយើងគ្រាន់តែ verify ដាក់លេខកូដបញ្ចូលជាមួយនឹងGmail របស់យើងទៅគឺ account របស់យើងនឹងជោគជ័យហើយណាអញ្ចឹងអ្នកទាំងអស់គ្នាមើលតាមវីដេអូនឹងខ្ញុំទៅនឹងជោគជ័យហើយអញ្ចឹងកន្លែងហ្នឹងគឺយើងអរគ្នាដាក់ password ដាក់លេខកូដដែលបាន verify ជាមួយនឹង Gmail បាទអញ្ចឹង Gmail Facebook ហ្នឹងអ្នកនរគ្នាបើកមើលមកហើយបើសិនជាអ្នកនរគ្នាប្រើលេខទូរស័ព្ទវាក៏ verify អ្នកនរគ្នា verify ជាមួយនឹងលេខកូដផ្ញើទៅតាមលេខទូរស័ព្ទដែរណាអូខេនេះឃើញទេអញ្ចឹងយើង verify វាមកអញ្ចឹងកន្លែងនេះអ្នកទាំងអស់គ្នាខ្ញុំសូម recommend ឲ្យអ្នកទាំងអស់គ្នាប្រើប្រាស់ password ដែលឲ្យបានច្រើនណាប្រើឲ្យច្រើនធ្វើម៉េចឲ្យ password របស់យើង strong អ្នកទាំងអស់គ្នាកុំព្យាយាមប្រើ password ដែលក្រេឬក៏5 6ខ្ទង់ហ្នឹងប្រើឲ្យច្រើនទៅអូខេអញ្ចឹងយើងចុច verify review វាមកនេះ get start មកឃើញទេ account យើងនឹងបានមកវិញបាទវានឹងដូចអ្វីដែលខ្ញុំបង្ហាញអ្នកទាំងអស់គ្នានៅវីដេអូមុនអញ្ចឹងបាទវីដេអូមុនដែលខ្ញុំផុសប្រហែលថ្ងៃមុននេះបាទគឺយើងធ្វើអញ្ចឹងដូចគ្នាបាទគឺ verify នៅពេលដែល account យើងបាន skip ទុកអស់រយៈពេល15ថ្ងៃបាទនេះឃើញទេ account យើងបានមកវិញហើយឃើញទេអ្នកនរគ្នាបាទបើសិនអ្នកនរគ្នាធ្វើតាមខ្ញុំនេះគឺអ្នកនរគ្នា account អ្នកនរគ្នានឹងជោគជ័យអូខេអញ្ចឹងខ្ញុំមានតែវីដេអូប៉ុណ្ណឹងសម្រាប់ចែកជូនបង្ហាញដល់បងប្អូនទាំងអស់គ្នាបាទជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណ